សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin អតីតតារា Steven Gerrard របស់ Liverpool បានបង្ហាញអំពីការសន្ទនាដែលគាត់មានជាមួយ Mohamed Salah បន្ទាប់ពីមានជម្លោះជាមួយគ្រូបង្វឹក Arne Slot Gerrard ជឿថាការចាក់ចេញរបស់ Salah នៅចុងរដូវកាលនេះគឺល្អសម្រាប់គ្រប់ភាគីហើយពេលវេលាក៏សមស្របគាត់បាននិយាយថាជម្លោះរវាង Salah និង Slot បង្ហាញថាមានបញ្ហាផ្ទៃក្នុង Salah ប្រហែលជានឹងស្ដាយពាក្យដែលបាននិយាយក្នុងបទសម្ភាសន៍ Gerrard បានណែនាំឲ្យ Salah ចាក់ចេញដោយកិត្តិយសនិងវិធីល្អគាត់ក៏បានបន្ថែមថាក្លឹបដែមគ្រាអាចចង់ផ្ដល់កុងត្រាតែមួយឆ្នាំប៉ុន្តែដោយសារទម្រង់ល្អបានបន្ថែម Salah នៅតែមានអារម្មណ៍ខ្លាំងព្រោះត្រូវបានដាក់ជាអ្នកបម្រុងនិងលេងមិនទៀងទាត់ Gerrard ក៏យល់ពីទស្សនៈទាំងពីរគឺកីឡាករនិងគ្រូព្រោះគាត់ធ្លាប់មានបទពិសោធន៍ដូចគ្នានៅចុងអាជីពរបស់ខ្លួនគាត់សន្និដ្ឋានថាពេលខ្លះគ្រូត្រូវធ្វើសេចក្តីសម្រេចដើម្បីប្រយោជន៍ក្រុមទោះបីជាវាពិបាកសម្រាប់កីឡាករក៏ដោយសរុបការចាក់ចេញរបស់ Salah គឺជាជម្រើសល្អបន្ទាប់ពីមានជម្លោះនិងទម្រង់ធ្លាក់ខ្លាំង